សម្រាប់បងប្អូនដែលកំពុងតែមានបំណងចង់សាយប្រាក់ចំណូលជាមួយនឹង YouTube Channel តែកំពុងតែគិតថាតើគួរផលិតមាតិកាអ្វីនិងបង្កើតវីដេអូអ្វីដើម្បីផុសនៅក្នុង Channel YouTube របស់បងប្អូនដើម្បីបង្កើតប្រាក់ចំណូលដោយខ្លួនឯងហើយនេះគឺជាគន្លឹះមួយចំនួនក្នុងការបង្កើតនៅមាតិកានិងវីដេអូផ្ទាល់ខ្លួនជាប្រភេទ Original វីដេអូដើម្បីឲ្យមានការផ្ទុះនៅ view និងក្រុមហ៊ុន YouTube អនុញ្ញាតក្នុងការរកប្រាក់ចំណូលបានដោយសារយើងដឹងហើយថានៅពេលដែលវីដេអូដែលយើងធ្វើការទាញយកឬក៏ download ពី website ឬក៏ទាញយកពីគេដែលជាវីដេអូដែលគេបានផលិតឡើងយកមកផុសនៅក្នុង channel របស់យើងតែតែមានការ scan នៅ copyright នៅពេលដែលចុះ copyright ច្រើនឬក៏វីដេអូខ្លះដែលគេបានផុសហើយគេបានបិទនៅ copyright នោះធ្វើឲ្យ channel របស់យើងមានការខូចឬក៏ជាប់ blacklist នៅក្នុង YouTube Channel ដើម្បីធ្វើការរកលុយនៅក្នុង YouTube Channel បានយើងត្រូវតែបង្កើតនៅវីដេអូនិងមាតិកា original ផ្ទាល់ខ្លួនក្នុងការរកប្រាក់ចំណូលហើយនេះគឺជាគន្លឹះមួយចំនួនក្នុងការបង្កើតវីដេអូគន្លឹះទាំងនេះមានអ្វីខ្លះតាមដានទាំងអស់គ្នាមុននឹងទៅតាមដាននៅវីដេអូបន្ទាប់សូមបងប្អូនទាំងអស់គ្នាជួយចុច subscribe នៅលើ channel YouTube របស់ខ្ញុំដើម្បីជាការលើកទឹកចិត្តដល់ការផលិតវីដេអូរបស់ខ្ញុំផងឥឡូវយើងចូលទៅដល់គន្លឹះនៃជំហាននីមួយៗនៃការបង្កើតវីដេអូ original ផ្ទាល់ខ្លួនក្នុងការផុសរកលុយនៅក្នុង YouTube ដើម្បីបង្កើតនៅវីដេអូ original ផ្ទាល់ខ្លួនក្នុងការផុសដើម្បីសាងប្រាក់ចំណូលជាមួយ YouTube បានយើងមានជំហាន2ទី1យើងត្រូវតែសួរខ្លួនឯងថាយើងមានជំនាញអ្វីយើងចេះចិត្តអ្វីហើយទី2យើងត្រូវតែស្វែងយល់ថាតើគោលដៅរបស់យើងគឺសម្រាប់អ្នកណាព្រោះការផលិតវីដេអូមួយៗឡើងមកគឺដើម្បីឲ្យមានអ្នកមើលច្រើនអ្នកទស្សនាច្រើនទើបយើងអាចទទួលបានប្រាក់ចំណូលពី YouTube ជំហាន2នេះគឺមានសារៈសំខាន់ណាស់ខ្ញុំនឹងធ្វើការបកស្រាយនៅជំហានទី1ដែរជំហានទី1នោះគឺយើងចូលចិត្តអ្វីយើងធ្វើអ្វីឧទាហរណ៍ដូចជាយើងមានជំនាញដូចជាខ្ញុំមានជំនាញជួសជុលទូរស័ព្ទឬក៏ជួសជុលម៉ូតូអញ្ចឹងយើងអាចបង្កើតនូវមាតិកាមួយដែលនិយាយអំពីការជួសជុលទូរស័ព្ទនិងការឬក៏ការធ្វើម៉ូតូហើយយើងយកវីដេអូនេះរៀបចំឲ្យមានការទាក់ទាញឡើងមកនិងធ្វើការផុសលើ YouTube ទៅនោះនឹងទទួលបាន view ឬក៏ចំពោះមនុស្សមួយចំនួនគាត់ចូលចិត្តក្នុងការដើរព្រៃចូលចិត្តធ្វើការនេសាទឬក៏ដើរលេងជាដើមយើងអាចបង្កើតនូវមាតិកាដែលយើងចូលចិត្តនិងផលិតជាវីដេអូនិងបង្កើតនូវភាពទាក់ទាញនឹងលក្ខណៈនីមួយៗជំហានទី2កំណត់នូវគោលដៅគឺការផលិតវីដេអូនីមួយៗដើម្បីរកចំណូលជាមួយនឹង YouTube យើងត្រូវតែទទួលបាន view អ្នកមើលដូច្នេះយើងត្រូវតែស្វែងយល់ថាតើអ្នកមើលគេចូលចិត្តអ្វីគេចូលចិត្តភាពបែបណាទូទៅគឺជំនាញទាំងអស់ការផលិតវីដេអូទាំងអស់គឺស្ដែងល្អៗទាំងអស់តែសំខាន់គឺការបង្កើននៅចំណុចទាក់ទាញនៅក្នុងវីដេអូហ្នឹងមានកន្លែងណាទាក់ទាញទាក់អារម្មណ៍គេដែលអាចទាក់ចិត្តគេឲ្យមកទស្សនាវីដេអូហ្នឹងបានឧទាហរណ៍យើងទិញត្រីអញ្ចឹងមានថាការទាក់ទាញនោះគឺការស្ថិតនៅត្រង់កន្លែងដែលយើងបបកត្រីបានឬក៏យើងចាប់បានត្រីធំហើយយើងបង្ហាញវាតែយើងមិនមែនបង្ហាញយើងហើយយើងធ្វើឲ្យវីដេអូហ្នឹងគឺផ្ដោតសំខាន់ទៅលើចំណុចគោលធំឲ្យអ្នកមើលមានអារម្មណ៍ថាចង់តាមដានទស្សនានៅវីដេអូហ្នឹងសម្រាប់វីដេអូរបស់ខ្ញុំក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណេះសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយ